ពលរដ្ឋមួយចំនួនរស់នៅក្នុងជំរំជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យកំពុងរងផលប៉ះពាល់ផ្នែកសុខភាពដូចជាក្អកផ្ដាសាយឈឺក្បាលរលាកបំពង់កដោយសាររស់នៅក្រោមដំបូលប្រក់តង់អាកាសធាតុក្តៅហួតហែងអ្នកស្រីឡៃអេងវ័យ24ឆ្នាំរស់នៅជំរំបាត់កៅបានអោយដឹងថាការរស់នៅក្នុងជំរំជនភៀសសឹកក្រោមដំបូលប្រក់តង់ជួបបញ្ហាក្តៅខ្លាំងធ្វើឲ្យគ្រួសារគិតនឹងពលរដ្ឋមួយចំនួនទៀតក្អកផ្ដាសាយរងាឈឺក្បាលជាពិសេសកុមារតូចរៀងរាល់ពេលឈឺម្ដងគិតតែងទៅជួបជាមួយគ្រូពេទ្យពិនិត្យជំងឺដើម្បីបានថ្នាំតែបន្ទាប់ពីលេបថ្នាំតែមួយរយៈខ្លីចាប់ផ្ដើមឈឺទៀតអ្នកស្រីថាបញ្ហាទាំងនេះបណ្ដាលមកពីអាកាសធាតុក្តៅផងត្រជាក់ផងនិងមិនសូវមានដើមឈើជាម្លប់ក្តៅអញ្ចឹងយើងនៅនេះយើងចេះតែឈឺរហូតផ្ដាសាយក្រុមងារអត់ឈប់វាចេះតែក្តៅខ្ញុំចឹងញ៉ៃរំរត់ជាអត់ឃើញទេជាពិសេសកូនក្មេងបដ ாய் គ្នានៅអញ្ចឹងលេបថ្នាំជាបានតែមួយសាឈឺទៀតហើយដោយសារអីវាក្តៅផងត្រជាក់ផងនៅណៃដូចថាថ្ងៃឡើងក្តៅខ្លាំងដល់ពេលយប់ឡើងត្រជាក់ខ្លាំងអញ្ចឹងទៅវាប្រែប្រួលខុសពីយើងនៅផ្ទះអ្នកស្រីឡៃអេងបន្តទៀតថាជំរំដែលពួកគិតរស់នៅសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតបង្គន់អនាម័យភ្លើងអគ្គិសនីនិងស្បៀងអាហារគឺប្រើប្រាស់បានគ្រប់គ្រាន់បើទឹកប្រើប្រាស់គេមានទឹកស្អាតឲ្យយើងប្រើសម្រាប់ប្រើប្រាស់ដាំបាយធ្វើម្ហូបអីចឹងគេមានទឹកស្អាតឲ្យយើងប្រើវាស្រួលរឿងទឹកប្រើប្រាស់ដែរទប់ទឹកអីក៏មានពលរដ្ឋម្នាក់ទៀតអ្នកស្រីអ៊ូមុយបានប្រាប់អោយដឹងថាការរស់នៅក្នុងជំរំជនភៀសសឹកវេទនាណាស់ការរស់នៅក្នុងតង់ក្តៅជាប្រចាំអ្នកស្រីថារូបគិតឈឺជាង1ខែហើយពុំទាន់ជាទេក្អកផ្ដាសាយទាំងយប់ទាំងថ្ងៃភៀសសឹកនេះវេទនាណាស់នៅនឹងក្តៅណាស់ក្នុងតង់វាស់ហាងាយក្តៅណាស់លោកអើយថាខ្ញុំឈឺមួយខែខ្ញុំមិនជាទេក្អកវាស់ព្រឹកមិនដែលបានចម្រើនទេចឹងបានថាឲ្យជួយផងខ្ញុំកូនចៅទាំងអស់មកអស់កូនណាក៏មកកូនណាក៏មកមានបានស្អីទេចាមកអស់ហើយពាក្យពេញករណីនេះលោកតឹងចន្ទរាប្រធានមណ្ឌលសុខភាពប្រចាំជំរំបាត់កៅមានប្រសាសន៍ថានៅរដូវនេះជារដូវប្រាំងក្តៅអ្នកជំងឺផ្ដាសាយក្អករលាកបំពង់កមានរូបផ្សេងថយចុះវិញបើនៅរដូវត្រជាក់មានភ្លៀងមានជំងឺផ្ដាសាយក្អករលាកបំពង់កបើរឿងក្តៅអីដូចមិនប៉ះពាល់ដល់ដូចផ្ដាសាយការពីផ្ដាសាយនេះលាកបំពង់កនេះពេលច្រើនអាខែក្តៅនេះមានរោគនេះវាកាន់តែថយវិញបើត្រជាក់វាភ្លៀងអីវាអាចប៉ុន្តែដល់ពេលករណីវាកាន់តែចុះមកករណីជំងឺផ្ដាសាយជំងឺវាកាន់តែចុះមួយថ្ងៃទៅកាលមុនរៀងច្រើនដែលប្រជាជនរៀងច្រើនហើយឃ្លួហួតប្រធានមន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងថាការមានជំងឺផ្ដាសាយក្អករលាកបំពង់កដោយសារប្រជាពលរដ្ឋដែលរស់នៅជំរំជនភៀសសឹករស់នៅមិនស្អាតហូបអាហារដេកមិនគ្រប់គ្រាន់បរិស្ថានមិនស្អាតនិងបរិភោគទឹកត្រជាក់លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនាម័យដាំទឹកក្តៅហូបញ៉ាំស្អាតរស់នៅស្អាតនិងដេកឲ្យបានគ្រប់គ្រាន់